ប្រទេសយើងសម្បូរដីសម្បូរទឹកក៏ប៉ុន្តែហេតុអីបានជាកសិករនៅតែក្រហើយបើអ្នកខ្លះវិញធ្វើកសិកម្មខាតរហូតដល់លេងចង់ធ្វើបើនិយាយពីរឿងខាតវិញវាមិនចម្លែកពេកទេនៅប្រទេសអ៊ីស្រាអែលក៏មានកសិករធ្វើកសិកម្មនឹងខាតដូចគ្នាតែអ្វីដែលសំខាន់និងចំណុចបញ្ហាធំអំពើពុករលួយនិងភាពអសកម្មគឺបានន័យថាយន្តការក្នុងការជួយដោះស្រាយទៅដល់កសិករនឹងយឺតយ៉ាវពេកពេលខ្លះទៅយុទ្ធសាស្ត្ររបស់យើងនឹងក្តោបធំពេកគ្រប់ការដោះស្រាយទាំងអស់នៃបញ្ហាត្រូវរងចាំដល់ថ្នាក់ជាតិហើយអ្នកដែលដោះស្រាយនៅតាមតំបន់នីមួយៗនឹងយឺតយ៉ាវពេកដែលធ្វើឲ្យប្រជាកសិករនឹងមិនអាចដោះស្រាយបញ្ហាទាំងអស់នោះបានទាន់ពេលវេលាដល់ពេលដែលបញ្ហាច្រើនទៅនឹងរាជបន្តរដ្ឋបន្តរាជរហូតទៅដល់គ្មានឆន្ទៈក្នុងការដោះស្រាយបញ្ហាហ្នឹងឲ្យបានពិតប្រាកដទៀតបញ្ហាទាំងអស់ហ្នឹងបើសិនជានៅតែបែបហ្នឹងទៀតប្រទេសយើងគឺកំពុងតែបញ្ហាធំមែនទែនទាក់ទងជាមួយនឹងសន្តិសុខស្បៀងហើយសួរថានៅប្រទេសអ៊ីស្រាអែលគេធ្វើមិនវិញតើខ្លាំងខាងផ្នែកកសិកម្មនៅក្នុងប្រទេសអ៊ីស្រាអែលវាមិនមែនជារឿងចៃដន្យទេគេបានប្រឹងប្រែងតាំងពីបាតដៃទៅទេមកធ្វើកសិកម្មនៅលើភ្នំចែកទឹកគ្នាធ្វើកសិកម្មតាំងពីលើដល់ក្រោមហើយបន្ទាប់មកទៀតគឺគេចាប់ផ្ដើមអភិវឌ្ឍប្រព័ន្ធដំណក់ទឹកដើម្បីចែកទឹកគ្នាធ្វើកសិកម្មឲ្យបានគ្រប់គ្រាន់ចាប់ផ្ដើមសិក្សាទៅលើ sensor ដាក់ចូលទៅក្នុងរុក្ខជាតិដើម្បីដឹងថាតើរុក្ខជាតិត្រូវការអីខ្វះអីចាប់ផ្ដើមអភិវឌ្ឍទៅលើកតាពូជឧទាហរណ៍ដូចជាអលឹកគ្មានគ្រាប់ក្រូចគ្មានគ្រាប់ពេញប៉ោះដែលអាចរក្សាទុកបានយូរនៅលើទីផ្សារដែលមិនចាំបាច់ប្រើសមាសធាតុគីមីផ្សេងជាដើមដូចនិយាយទៅដល់ចឹងការធ្វើកសិកម្មនៅប្រទេសបិតាពិភពលោកកសិកម្មនៅតែខាតដូចគ្នានឹងប៉ុន្តែអ្វីដែលសំខាន់គឺគេព្យាយាមអភិវឌ្ឍហើយទុនដែលសិក្សាស្រាវជ្រាវនោះគឺគេបានផលត្រឡប់មកវិញឲ្យប្រជាកសិកររបស់ពួកគេដំណោះស្រាយកសិកម្មនៅក្នុងប្រទេសអ៊ីស្រាអែលក៏មិនលឿនពេកដូចអាមេរិកនោះដែរក៏ប៉ុន្តែគ្រាន់តែវាមិនយឺតយ៉ាវពេកដល់រាប់ឆ្នាំនោះគឺគេព្យាយាមដោះស្រាយព្រាមៗឧទាហរណ៍ដូចជាកម្លាំងពលកម្មថ្លៃអញ្ចឹងគឺគេចាប់ផ្ដើមទំនាក់ទំនងទៅប្រទេសជិតខាងយើងដើម្បីបញ្ជូនពលករទៅឬក៏តាក់ទងមកយើងដើម្បីបានពលករទៅឬក៏បាននិស្សិតទៅជួយធ្វើការកសិកម្មរបស់គេហ្នឹងក្នុងការចំណាយឲ្យតិចជាងមុនអញ្ចឹងទៅបទូបថយពន្ធឬក៏បញ្ចុះតម្លៃទឹកបញ្ចុះតម្លៃភ្លើងអីចឹងឲ្យខាងកសិកររបស់គេតែកសិករអ៊ីស្រាអែលមិនមែនកសិករដូចយើងទេណាគ្រប់យ៉ាងគឺទំនើបការធ្វើទំនើបកម្មកសិកម្មនេះគឺសំខាន់មែនតើដើម្បីធ្វើឲ្យប្រសិទ្ធភាពក្នុងការផលិតនឹងកាន់តែបានច្រើនជាងមុនហើយគុណភាពក៏បានជាងមុនដូចគ្នាបើសិនជាយើងនៅតែបែបនេះទៀតសន្តិសុខស្បៀងនៅក្នុងប្រទេសគឺបញ្ហាធំមែនតើសូម្បីតែនៅអ៊ីស្រាអែលបច្ចុប្បន្នក៏គេកំពុងតែបារម្ភអំពីសន្តិសុខស្បៀងរបស់ពួកគេដូចគ្នាដីកសិកម្មចាប់ផ្ដើមនាំគ្នាអភិវឌ្ឍទៅជាខុនដូទៅជាផ្ទះល្វែងហើយកសិករមួយចំនួនហ្នឹងក៏ចាប់ផ្ដើមបោះបង់នៅអាជីវកម្មមួយនឹងដែរដោយសារតែធ្វើទៅមានខាតមានចំណេញអញ្ចឹងណាហើយបកមកវិញបញ្ហាសំខាន់រឿងខាតវាមិនជាបញ្ហាដែលចម្បងនោះទេអ្វីដែលចម្បងបំផុតគឺភាពអសកម្មនិងអំពើពុករលួយ